ខត់ខ្លួនជនសង្ស័យឆក់ឱកាសលួចម៉ូតូនិងប្រើប្រាស់អាវុធកែច្នៃតដៃធ្វើឲ្យសមត្ថកិច្ចនគរបាល3រូបរងរបួសក្នុងកិច្ចប្រតិបត្តិការនៅស្រុកសំពៅលូនខេត្តបាត់ដំបងបង្ហាញពីវីរភាពនិងការលះបង់ខ្ពស់មិនខ្លាចនឿយហន់និងគ្រោះថ្នាក់ដល់អាយុជីវិតកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានបើកកិច្ចប្រតិបត្តិការយ៉ាងក្តៅគគុកមួយបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសនិងការប្រហិង្សាយ៉ាងសាហាវឃោរឃៅមកលើមន្ត្រីអនុវត្តច្បាប់កាលពីថ្ងៃទី30 ខែឧសភាឆ្នាំ2026នេះកិច្ចប្រតិបត្តិការដ៏ម៉ឺងម៉ាត់នេះត្រូវបានដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ទុំវិឆ័យដោយបាននាំខ្លួនជនសង្ស័យចំនួន1នាក់រួមជាមួយនឹងវត្ថុតាំងជាច្រើនប្រភេទបន្ទាប់ពីជននេះបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋនិងបានប្រើប្រាស់អាវុធដិតដាមដោយគ្រោះថ្នាក់តដៃជាមួយនឹងសមត្ថកិច្ចយ៉ាងប្រហិនយោងតាមរបាយការណ៍ផ្លូវការបានឲ្យដឹងថាកាលពីថ្ងៃទី29 ខែឧសភាឆ្នាំ2026វេលាម៉ោងប្រហែល 17:50 នាទីមានករណីលួចម៉ូតូមួយបានកាត់ឡើងនៅលើដងផ្លូវជាតិលេខ 59A ស្ថិតនៅក្នុងភូមិកូនភ្នំខាងជើងឃុំតាស្ដាស្រុកសំពៅលូនជនរងគ្រោះឈ្មោះគឿនស៊ីយ៉ាងភេទប្រុសអាយុ19ឆ្នាំបានរងគ្រោះដោយសារជនសង្ស័យឈ្មោះសៀងរដ្ឋាភេទប្រុសអាយុ34ឆ្នាំបានធ្វើល្បិចកលកាក់សុំជិះម៉ូតូជាមួយនិងសុំឲ្យដប់លុះពេលជនរងគ្រោះចុះពីលើម៉ូតូជនសង្ស័យក៏បានឆ្លៀតឱកាសជិះម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2014ពណ៌ខ្មៅស្លាកលេខបាត់ដំបង 1Q2559 រត់គេចខ្លួនបាត់ស្រមោលក្រោយការហេតុជនរងគ្រោះបានធ្វើការរាយការណ៍និងដាក់ពាក្យបណ្ដឹងផ្ទាល់មាត់ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដាភ្លាមផងដែរក្រោយទទួលបញ្ជានិងការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី30 ខែឧសភាឆ្នាំ2026វេលាម៉ោង 13:30 នាទីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដាកម្លាំងប៉ុស្តិ៍សំពៅលូននិងកម្លាំងប៉ុស្តិ៍អង្គរបានបើកការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាប័ណ្ណនៅពេលសមត្ថកិច្ចដេញកាក់ខនជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះរត់ចូលទៅក្នុងផ្ទះរបស់ម្ដាយខ្លួនរួចបិទទ្វារឡើងទៅសំងំលាក់ខ្លួននៅលើផ្ទះទោះបីជាសមត្ថកិច្ចព្យាយាមសម្របសម្រួលនិងហៅឲ្យចុះមកក្រោមដោយសន្តិវិធីយ៉ាងណាក៏ដោយក៏ជនសង្ស័យមិនព្រមស្ដាប់ថែមទាំងបានប្រើប្រាស់ជំពាមកៅស៊ូបាញ់គ្រាប់ដាច់វីស្រោចមកលើសមត្ថកិច្ចជាច្រើនគ្រាប់បណ្ដាលឲ្យត្រូវលោកអនុស្នេហ៍ឯកកានសារ៉ូមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាស្ដារងរបួសត្រង់កមិនតែប៉ុណ្ណោះជនសង្ស័យបានបន្តវាយកំទេចសម្ភារៈនៅក្នុងផ្ទះម្ដាយរបស់ខ្លួនឲ្យខូចខាននិងស្រែកគំរាមកាប់សម្លាប់សមត្ថកិច្ចថែមទៀតផងសភាពការកាន់តែតានតឹងប៉ុន្តែដើម្បីធានាបាននូវការអនុវត្តច្បាប់និងមិនបណ្ដោយឲ្យជនសង្ស័យបង្កគ្រោះថ្នាក់ដល់អ្នកដទៃកម្លាំងសមត្ថកិច្ចបានសម្រេចចិត្តវាយលុកចូលទៅឃាត់ខ្លួនក្នុងពេលនោះជនសង្ស័យបានប្រើប្រាស់អាវុធគ្រប់ដៃដែលមានទាំងដៃស្បែងកូនពូថៅកំបិននិងកន្ត្រៃចាក់បុកក្រវីក្រវ័នមកលើសមត្ថកិច្ចយ៉ាងសាហាវគ្មានញញើតដៃបណ្ដាលឲ្យមន្ត្រីដឹកនាំការបង្ក្រាបចំនួន2រូបទានរងរបួសលោកវរៈសេនីយ៍ត្រីប៉ែនរ៉ាន់អធិការរងរបួសត្រង់ទ្រូងធ្ងន់ដោយសារជនសង្ស័យយកដៃស្បែកបុកចំលោកវរៈសេនីយ៍ត្រីមូលនំអធិការរងរបួសដៃឆ្វេងមធ្យមដោយសារជនសង្ស័យយកកន្ត្រៃចាក់បច្ចុប្បន្នមន្ត្រីនគរបាលដ៏ក្លាហានទាំង3រូបត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនទោះបីជាមានការតស៊ូនិងរងរបួសពីជនសង្ស័យយ៉ាងណាក្តីដោយសារស្មារតីអង់អាចក្លាហាននិងការបដិញ្ញាចិត្តខ្ពស់សមត្ថកិច្ចបានឈានទៅរកជោគជ័យក្នុងការលបពន្ធនិងវាយខ្នោះជនសង្ស័យឈ្មោះសៀងរក្សាបានទាំងស្រុងនៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាំងរួមមានម៉ូតូ Honda Dream មួយគ្រឿងជារបស់ជនរងគ្រោះដៃស្បែកមួយជំពាមកៅស៊ូមួយនិងគ្រាប់ដាច់វីសចំនួន28គ្រាប់កូនកំបិតចិត្តបន្លែមួយកំបិតប៉ាំងតោមួយកូនពូថៅមួយដៃចម្រឹងបង្អួចមួយដើមនិងដៃទួលលវីសមួយមហាជនបានសម្ដែងនូវការកោតសរសើរនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនព្រមទាំងកម្លាំងប៉ុស្តិ៍ពាក់ព័ន្ធទាំងអស់ដែលបានបង្ហាញនូវវីរភាពដ៏ឧត្តមឧត្តមលះបង់ទាំងកម្លាំងកាយចិនមិនរុញរាចំពោះមុខគ្រោះថ្នាក់ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋសកម្មភាពបង្ក្រាបបទល្មើសទាំងគ្រោះថ្នាក់នេះគឺជាគំរូដ៏ល្អមួយជួយលើកកម្ពស់ជំនឿទុកចិត្តលើកងកម្លាំងនគរបាលជាតិយ៉ាងពិតប្រាកដបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបងខេត្តចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន
សម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជ័យដែន